ស្រូវគេបានច្រើនណាច្រើនបេស្រូវភូមិស្វាយជាតិវត្តបញ្ចព្រឹកហៅវត្តកំពង់គោបញ្ចព្រឹកនឹងឈើ5ដើមវត្តបញ្ចព្រឹកហៅវត្តកំពង់គោក្នុងចូលមកដល់ភូមិស្វាយជាតិនេះចេញពីតផ្ដេមកដល់វត្តគោកពូនចេញពីគោកពូនចូលវត្តស្វាយជាតិមុនដំបូងបង្អស់គឺវត្តកណ្ដាលមកវត្តកំពង់គោបញ្ចព្រឹកសម័យដេជោនេះពហិមួយដល់សម័យដេជោសែននេះពហិមួយអត់តោះមកធំខ្ពស់វត្តកំពង់គោចេញតាំងពីព្រឹកម៉ោង5ម៉ោង9ដល់ភ្នំតផ្ដេចេញពីភ្នំតផ្ដេម៉ោង10កន្លះឥឡូវម៉ោង2:10ជាងមកដល់ស្វាយជាតិវត្តកដាលវត្តកំពង់គោនេះម៉ោង12ជាងហើយគាត់ទៅថតឲ្យបានជាសាច់រឿងនេះបានន័យថាមិនដើរមិនដឹងអ្នកស្រែនឹកស្រុកដល់ដើរអញ្ចឹងបានដឹងឃើញថាកណ្ដាលវាលនឹងមានពហិធំប៉ុណ្ណានៃស្រុកនេះស្រុកធ្វើស្រែហ្មងឃើញស្រូវគួរនៅតាមថ្នល់ខ្លងទ្វារវត្តកំពង់គោបញ្ចព្រឹកឡានឈ្មួញអាហុនដេប៉ុណ្ណានៃតត្រង់ឡើង3ជាន់ជាមួយដឹកអានេះ12កង់មកខាង2 4 6 2 6 6កង់មកខាងវា2 10កង់2 10កង់អាមុខ8ទៀត6 8 10 24កង់អូអត់ធម្មតាមែនណាស្រូវវត្តកំពង់គោ